តើអ្នកធ្លាប់ធន់ទ្រាំនឹងការលើកថាអ្នកនៅក្មេងពេកទេឬអ្នកមិនต้องគ្រប់អាយុអាចធ្វើវាបានទេកាលខ្ញុំនៅក្មេងខ្ញុំចាំបាត់ថាខ្ញុំរំភើបណាស់ដែលបានជិះពងបបិល360 degree roller coaster model 9000ដែលមានល្បឿនលឿនជាទីបំផុតប៉ុន្តែគេថាខ្ញុំក្មេងពេកហើយតូចពេកខ្ញុំមិនចូលចិត្ត Gigabit មួយនេះទេអរគុណណាស់ខងកាពីពិសេសថ្ងៃនេះប្រាប់យើងថាព្រះមិនមានអារម្មណ៍ថាយើងនៅក្មេងពេកទេទីមថេទី1ចំពុក4ខ12ចែងថាកុំបណ្ដាអន្តរណាអ្នកមើងងាយអ្នកប្រអ្នកនៅក្មេងផ្ទុយទៅវិញក្នុងការនិយាយស្ដីក្តីកិរិយាមារយាទក្តីចិត្តស្រឡាញ់ក្តីជំនឿក្តីនិងចិត្តបរិសុទ្ធក្តីត្រូវធ្វើជាគំរូដល់អស់អ្នកជឿព្រះតើឃើញយើងតាមរបៀបនេះដែលយើងអាចបម្រើនិងថ្វាយបង្គំទ្រង់បានគ្រប់វ័យតាមពិតព្រះគម្ពីរពុពេញទៅដោយគំរូកុមារដែលព្រះធ្លាប់ធ្វើកិច្ចការរបស់ទ្រង់សម្រាប់នគររបស់ទ្រង់ការដាវីតនៅក្មេងគាត់មានជំនឿថាព្រះនឹងបង្ហាញខ្លួនហើយជួយគាត់កម្ចាត់កូលីយ៉ាតក្មេងស្រីបម្រើរបស់ណាម៉ាន់បើមើលថែគាត់អំឡុងពេលគាត់ឈឺហើយជឿថាព្រះអាចធ្វើការអស្ចារ្យសេចក្តីស្រឡាញ់របស់រាជបុត្រណាម៉ាន់និងសេចក្តីជំនឿលើព្រះបានធ្វើឲ្យនាងនិយាយនឹងណែនាំណាម៉ាន់ទៅកាន់អេលីសេដើម្បីបានជាសះស្បើយសាមយូអែលមានដួងចិត្តនិងស្ដាប់តាមសម្លេងរបស់ព្រះសូម្បីតែនៅពេលដែលគាត់ត្រូវចែកចាយសេចក្តីពិតដល់អ្នកដឹកនាំខាងវិញ្ញាណរបស់គាត់ក៏ដោយមើលចុះយើងមិនចាំបាច់ចាស់ឬខ្ពស់ឬឆ្លៀវវៃសម្រាប់ព្រះដើម្បីធ្វើរឿងអស្ចារ្យតាមរយៈយើងទេទ្រង់ជាព្រះនៃយើងមិនថាយើងមានអាយុប្រមាណនោះឡើយដើម្បីរៀបបន្ថែមអំពីកុមារទាំងនេះនិងកុមារដទៃទៀតនៅក្នុងព្រះគម្ពីរសូមលេខនិង Subscribe Superbook Cambodia លាសង្ហៅទាំងអស់គ្នាយើងជួបគ្នាពេលក្រោយទៀតបាយបាយ